វគ្គបណ្ដុះបណ្ដាលកម្មករចូលថ្មីសូមស្វាគមន៍បងប្អូនកម្មករកម្មការិនីថ្មីទាំងអស់ដើម្បីធានាបរិយាកាសការងារប្រកបដោយសុវត្ថិភាពសណ្ដាប់ធ្នាប់និងប្រសិទ្ធភាពយើងខ្ញុំសូមណែនាំអំពីវិន័យនិងបទបញ្ជាផ្ទៃក្នុងសំខាន់មួយចំនួនដូចខាងក្រោម 1. វិន័យនិងសណ្ដាប់ធ្នាប់ក្នុងកន្លែងធ្វើការវត្តមានទៀងទាត់បងប្អូនត្រូវតែមកធ្វើការឲ្យបានទៀងទាត់និងត្រឹមត្រូវតាមម៉ោងដែលបានកំណត់ជានិច្ចការមកយឺតឬអវត្តមានដោយគ្មានមូលហេតុត្រឹមត្រូវនិងត្រូវផាកពិន័យតាមបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុនការស្លៀកពាក់និងសម្ភារៈការពារដើម្បីសុវត្ថិភាពផ្ទាល់ខ្លួននិងអនាម័យរួមបងប្អូនត្រូវតែពាក់កាត់សម្គាល់ខ្លួនឲ្យបានត្រឹមត្រូវលើសពីនេះអាស្រ័យលើប្រភេទការងារបងប្អូនអាចតម្រូវឲ្យពាក់ម៉ាស់ឬកន្សែងជូតក្បាលផងដែរសូមប្រាកដថាបងប្អូនស្លៀកពាក់ឲ្យបានសមរម្យនិងស្អាតបាតជានិច្ចការប្រើប្រាស់និងថែទាំឧបករណ៍សុវត្ថិភាពឧបករណ៍សុវត្ថិភាពដូចជារបាំងដៃការពារម្រាមដៃនិងកញ្ចក់ការពារភ្នែកត្រូវបានបំពាក់ឡើងដើម្បីការពារបងប្អូនពីគ្រោះថ្នាក់ដូច្នេះមិនត្រូវដកឬកាច់ឧបករណ៍សុវត្ថិភាពទាំងនេះជាដាច់ខាតការខូចខាតឧបករណ៍ទាំងនេះដោយចេតនាអាចបណ្ដាលឲ្យមានគ្រោះថ្នាក់និងត្រូវទទួលខុសត្រូវចំពោះការខូចខាតការទុកដាក់ឧបករណ៍ដើម្បីជៀសវាងគ្រោះថ្នាក់ដែលបណ្ដាលមកពីឧបករណ៍មុតស្រួចរូបករណ៍ដែលអាចបង្កគ្រោះថ្នាក់សូមបងប្អូនត្រូវតែចងខ្សែកន្ត្រៃឧបករណ៍មុតស្រួចនិងដែករស់ជាប់នឹងម៉ាស៊ីនឬជានិច្ចបន្ទាប់ពីប្រើប្រាស់រួចការធ្វេសប្រហែសក្នុងការទុកដាក់ឧបករណ៍អាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯងនិងអ្នកដទៃហាមជក់បារីដើម្បីសុវត្ថិភាពអគ្គិភ័យនិងបរិស្ថានស្អាតហាមជក់បារីដាច់ខាតនៅក្នុងអគារផលិតកម្មឬកន្លែងហាមឃាត់ផ្សេងដែលមានបិទសញ្ញាហាមជក់បារីសូមទៅជក់បារីនៅកន្លែងដែលបានកំណត់ប៉ុណ្ណោះការស្ថិតនៅកន្លែងធ្វើការក្នុងម៉ោងការងារបងប្អូនមិនត្រូវចាកចេញពីកន្លែងការងាររបស់ខ្លួនទៅកន្លែងផ្សេងដោយគ្មានការអនុញ្ញាតពីប្រធានផ្នែកឬអ្នកគ្រប់គ្រងឡើយប្រសិនបើមានករណីចាំបាច់សូមជូនដំណឹងទៅប្រធានជាមុនការត្រួតពិនិត្យមុននឹងចេញពីបរិវេណក្រុមហ៊ុនបងប្អូនត្រូវអនុញ្ញាតឲ្យអ្នកមានភារកិច្ចធ្វើការឆែកឆេរពិនិត្យឲ្យបានត្រឹមត្រូវការត្រួតពិនិត្យនេះគឺដើម្បីធានាសុវត្ថិភាពនិងការពារទ្រព្យសម្បត្តិក្រុមហ៊ុនសូមសហការឲ្យបានល្អប្រសើរម៉ោងសម្រាកបាយក្រុមហ៊ុនមិនអនុញ្ញាតឲ្យធ្វើការនៅម៉ោងសម្រាកបាយទេម៉ោងសម្រាកបាយគឺសម្រាប់បងប្អូនទទួលទានអាហារនិងសម្រាកលំហែដើម្បីត្រៀមខ្លួនសម្រាប់ម៉ោងធ្វើការបន្តដូច្នេះភ្លើងនឹងត្រូវបិទចាប់ពីម៉ោង 11:05 នាទីរហូតដល់ម៉ោង 11:45 នាទីសូមបងប្អូនមេត្តាចូលរួមសហការទាំងអស់គ្នា